ស្វាគមន៍មកកាន់កម្មវិធីហុងស៊ុយការប្រតិបត្តិទាំងក្នុង Facebook Page និងក្នុង Channel YouTube បាទក្នុងថ្ងៃនេះខ្ញុំមកជំរាបបងប្អូនអំពីលក្ខណៈកន្លែងណាដែលសំខាន់បំផុតនៅទូផ្ទះបងប្អូនជាច្រើននៅអត់ទាន់ចូលចំណុចនឹងបែងចែកឲ្យទាន់ច្បាស់ក្នុងចំណុចនៃតម្រាហុងស៊ុយកន្លែងដែលសំខាន់បំផុតដែលខ្ញុំណែនាំជូនបងប្អូនកន្លែងនេះគឺបន្ទប់ទឹកបាទបន្ទប់ទឹកគឺត្រូវតែយ៉ាងបន្ទប់ទឹកគឺត្រូវតែស្អាតបាទបន្ទប់ទឹកគឺត្រូវតែមានបាទភាពភ្លឺយ៉ាងមិនន័យថាភាពភ្លឺមិនល្ងឹតពិសេសកន្លែងដែលបងប្អូនធ្វើអាជីវកម្មបាទបើសិនជាអាចពេលដែលបងប្អូនបើកអាជីវកម្មគឺត្រូវតែបើកភ្លើងបន្ទប់ទឹកឲ្យបានភ្លឺហើយបន្ទប់ទឹកពណ៌ដ៏ល្អគឺពណ៌ដែលខ្ញុំជំរាបណាអំពូលពណ៌សរបស់យើងណាបាទកុំដាក់ពណ៌ពងមាន់ហើយបន្ទប់ទឹកគឺត្រូវតែ clean ឲ្យបានស្អាតព្រោះបន្ទប់ទឹកគឺជោគលាភឥឡូវខ្ញុំមកជំរាបបងប្អូនពួកខ្ញុំមិនអាចលើកមនីតិបានទេកន្លងមកមានបងប្អូនខ្លះលោកអត់ពេញចិត្តលោកក៏មិនថានិយាយវែងពេកខ្ញុំត្រូវតែលំអិតកុំឲ្យបងប្អូនទៅធ្វើខុសយល់ខុសនាំបញ្ហាទៅថ្ងៃក្រោយបាទអានេះមិនបានទេការធ្វើគឺត្រូវតែបានត្រឹមត្រូវបងប្អូនខ្លះលោកអត់អញ្ជើញចិនសែលោកត្រូវព្យាយាមតាមដាននៅ Channel YouTube កន្លែងណាដែលល្អបងប្អូនយកទៅកែតម្រូវបាទកន្លែងណាមិនល្អបងប្អូនបោះចោលតែអ្វីដែលខ្ញុំសម្រាប់ជូនបងប្អូនត្រូវតែឲ្យច្បាស់ហើយល្អល្អបាទព្យាយាមឲ្យខ្លីហើយខ្លឹមបំផុតឥឡូវសរុបជូនបងប្អូនថាបន្ទប់ទឹកដែលល្អបំផុតគឺជាបន្ទប់ទឹកត្រូវតែមានគេហៅថាຂະຫນាតស្តង់ដារទៅតាមប្រមាណជាមួយទូផ្ទះរបស់យើងដែរបាទហើយបើល្អបំផុតគឺ2ម៉ែត្រ2ម៉ែត្រលើ2ម៉ែត្រ50អាចឲ្យបានបាទផ្ទៃរបស់បន្ទប់ទឹកគឺត្រូវតែទាបជាងផ្ទៃរបស់បាតផ្ទះបាទទាបជាងផ្ទៃរបស់ផ្ទះបាយមួយទឹកឬក៏មួយទឹកពីរតាមភាពងាយស្រួលរបស់បងប្អូនអានេះខ្ញុំបញ្ជាក់ថាជាន់ក្រោមអត់និយាយជាន់លើទេហើយបន្ទប់ទឹកมันអាចធ្វើឲ្យខ្ពស់ជាងផ្ទៃបាតនៃផ្ទះបាយបានទេបាទបើចង់ឲ្យល្អគឺត្រូវតែទាបបាទទាបជាងផ្ទៃបាតផ្ទះសួរតែកន្លែងទីប៉ុណ្ណឹងបន្ទប់ទឹកល្អប៉ុណ្ណឹងយើងអាចទទួលបានភាពល្អប្រសើរឱកាសថ្មីនៅបន្តទៀតខ្ញុំបញ្ជាក់បងប្អូនក្នុងករណីនេះ2ចំណុចសំខាន់ចំណុចទី1ខ្ញុំជម្រាបបងប្អូនថាភាពល្អប្រសើរតែបន្ទប់ទឹកនៅមុខកែបន្ទប់ទឹករួចបងប្អូនថាអត់មានឃើញអីប្រែប្រួលតោះសោះភាពកើតឡើងក្រោយពីកែរួច6ខែតែបើសិនជាបន្ទប់ទឹកបងប្អូនល្អតែមាត់ទ្វារផ្ទះបងប្អូនអត់ល្អជ័យភូមិមិនល្អមកដល់កណ្ដាលផ្ទះល្អទៀតបានន័យថាផលដែលវាចូលមកវាជ្រុះរហូតបងប្អូនខ្លះលោកមិនជឿតែខ្ញុំជឿយើងផ្អែកលើបទពិសោធន៍និងតថភាពដែលយើងបានទៅពិនិត្យជាក់ស្ដែងគឺត្រូវតែល្អទាំងប្រងណាចំណុចទី1នេះខ្ញុំបញ្ជាក់ថាព្រោះមាត់ទ្វារផ្ទះប្រៀបដូចជាមាត់របស់មនុស្សយើងអញ្ចឹងបើតាមតម្រាហុងស៊ុយគេហៅថាជាមាត់របស់នាងបាទដូច្នេះជោគលាភសំណាងល្អឬមិនល្អគឺចូលទៅតាមទ្វារមុខផ្ទះទាំងអស់ណាបន្តពីចូលតាមទ្វារមុខផ្ទះគឺចូលទៅតាមមកដល់កណ្ដាលឆ្លងកាត់កណ្ដាលផ្ទះរហូតមកដល់នីតិចុងក្រោយនោះគឺទ្វារក្រោយផ្ទះហើយបន្ទាប់ពីទ្វារក្រោយផ្ទះនោះគឺបន្ទប់ទឹកហ្នឹងឯងជាកន្លែងស្តុកនៅអ្វីដែលយើងបរិភោគបាទហើយបន្ទប់ទឹកដែលល្អបងប្អូនកាន់តែប្រើប្រាស់កាន់តែឲ្យផលតថភាពជាក់ស្ដែងដែលខ្ញុំធ្លាប់បានទៅពិនិត្យនៅភ្លើ2004នៅកន្លែងផ្សេងអាជីវកម្មធំតូចក្តីក្រុមហ៊ុនបាទការិយាល័យកន្លែងដែលខ្ញុំធ្លាប់ទៅពិនិត្យធំឬក៏ទូលក្តីខ្ញុំតែងតែប្រាប់អត្ថភាពប្រាប់ឲ្យក្បាលក្បោះក្បាយបន្ទប់ទឹកនេះកន្លងមកគាត់កាត់មានបំណុលបាទពេលដែលយើងបានតកែសម្រួលរៀបចំតាំងពីជួវាជារៀងផ្ទះរបស់គាត់មើលតាំងពេលវេលារហូតរៀបចំបានល្អប្រសើរគាត់ព្យាយាមធ្វើបាទព្យាយាមយល់គាត់ធ្វើតាមគាត់ទទួលផលល្អប្រសើរអានេះខ្ញុំជំរាបតថភាពពិតមានច្រើនកន្លងមកមានបំណុលរហូតដល់4-10ម៉ឺនអ្នកខ្លះ6-7ម៉ឺនតែគាត់កែសម្រួលជ័យភូមិឬក៏ខាងក្នុងផ្ទះរបស់គាត់ភាពល្អប្រសើរដោយមានការណែនាំទៅគាត់ទទួលបានផលល្អប្រសើរបាទអានេះខ្ញុំបញ្ជាក់ជូនបងប្អូនថាបន្ទប់ទឹកផ្ទះគាត់គឺខ្ញុំឲ្យបើកភ្លើងសឹង24ម៉ោងលើ24ម៉ោងបាទពេលដែលយើងដំណើរការអាជីវកម្មពេលខ្លះយើងអត់ដំណើរការអាជីវកម្មគឺយើងបិទការរកស៊ីឬបិទកន្លែងរកស៊ីរបស់យើងគឺយើងបិទភ្លើងជាធម្មតាបាទតែខ្ញុំណែនាំថាមុននឹងបើកកន្លែងរកស៊ីគឺបន្ទប់ទឹកត្រូវបើកភ្លើងឲ្យបានភ្លឺហើយនេះណាគឺសំខាន់បាទខ្ញុំបញ្ជាក់ជូនបងប្អូនហើយថា
ខាងមុខអត់ល្អបន្ទប់ទឹកយើងល្អអាចទទួលបានផលខ្លះតែបើខាងមុខកណ្ដាលផ្ទះអត់ល្អមិនទិញចេញភូមិអត់ល្អបន្ទប់ទឹកកាន់អត់ល្អទៀតបងប្អូនសឹងតែអស់ឱកាសបាទបានន័យថាសុញកំណត់ចាប់ផុតពេលដែលបងប្អូនប្រងបានលុយឬក៏ប្រងបានការងារថ្មីផ្ដល់ឱកាសថ្មីវាធ្វើឲ្យយើងបាត់បង់ឱកាសតែម្ដងវាធ្វើយើងជំពុកបាទធ្វើយើងជំពុកចំណុចទី2បើសិនជាបាទផ្ទះបងប្អូនល្អទាំងអស់ពីមុខបាទតែបន្ទប់ទឹកបងប្អូនអត់ល្អដូច្នេះបងប្អូនរកបានគឺខ្ជាក់ខ្ជាយទាំងអស់គេសំខាន់អាហ្នឹងខ្ញុំបញ្យល់ពីចំណុចមួយទៀតបើល្អទាំងអស់ល្អតាំងពីទ្វារល្អតាំងពីកណ្ដាលផ្ទះពួកចរន្តជីវាទៅឆ្លងកាត់ទ្វារបាទឆ្លងកាត់ទ្វារឆ្លងកាត់បង្អួចរហូតមកដល់កណ្ដាលផ្ទះហើយឆ្លងកាត់ទៅទ្វារក្រោយផ្ទះតែកន្លែងមានអាជីវកម្មចំនួននៅក្នុងភ្នំពេញភាគច្រើនកន្លែងដែលខ្ញុំទៅមើលភាគច្រើនអាជីវកម្មក្រាស់ឡានកន្លែងជួសជុលឡានពីច្រើនកន្លែងខ្លះអត់មានទ្វារក្រោយទេតែយើងអាចកែយ៉ាងម៉េចឲ្យចូលទៅស្តុកត្រឹមកន្លែងបន្ទប់ទឹកហ្នឹងមានដង្ហើមបើកខ្យល់ទៅមើលតាមកន្លែងណាដែលល្អប្រសើរមើលតាមភាពជាក់ស្ដែងនៃជ័យភូមិកន្លែងនេះតែម្ដងជាចុងក្រោយសរុបជូនបងប្អូនថាបន្ទប់ទឹកគឺកន្លែងស្តុកនិងទ្រព្យសម្បត្តិបាទបន្ទប់ទឹកអាចសរបញ្ជាក់អំពីភាពល្អប្រសើរថ្ងៃក្រោយរាប់ពីបងប្អូនធ្វើផ្ទះថ្មីឬរស់នៅផ្ទះនោះកែរួច6ខែបងប្អូនដែលឆ្ងល់បងប្អូនព្យាយាមស្ដាប់ចំណុចសំខាន់ដែលខ្ញុំស្គាល់បង្ហាញជូនបងប្អូនបន្ទប់ទឹកគឺត្រូវតែមានភាពភ្លឺអំពូលភ្លើងបន្ទប់ទឹកគឺត្រូវតែមានភាពភ្លឺនេះដោយកន្លែងដែលស៊ីយ៉ូដែលខ្ញុំថតក្នុងស្រីនេះអញ្ចឹងมันអាចជាពណ៌ពងមាន់បានទេគឺត្រូវតែជាពណ៌សក្បោះក្រោមបន្ទប់ទឹកបើយល់ល្អឲ្យមានភ្លឺបាទកុំឲ្យមានភាពស្អាតអន់ផុតក៏បានពណ៌សហើយ clean ឲ្យស្អាតកុំឲ្យមានកៅអៅព្យាយាមកាត់បន្ថយកៅអៅប្រឡាក់យកទៅពោលទុកក្នុងនោះព្យាយាមកាត់បន្ថយគេហៅថាដបសាប៊ូឬសម្ភារៈដែលយើងប្រើប្រាស់រួចក្នុងកូរចោលក្នុងបន្ទប់ទឹកធ្វើឲ្យម្ចាស់ផ្ទះនោះអាប់ជោគអាប់ឱកាសបងប្អូនមិនជឿអាចធ្វើការពិនិត្យមើលសង្កេតមើលថាតើបន្ទប់ទឹករបស់យើងយ៉ាងម៉េចហើយខ្ញុំលើកនេះយ៉ាងម៉េចឥឡូវសរុបជូនឲ្យថាតថភាពនៃបន្ទប់ទឹកបងប្អូនយកទៅកែតម្រូវតែធ្វើឲ្យបានត្រឹមត្រូវភាពល្អប្រសើរក្រោយពី6ខែនឹងផ្ដល់ផលជូនបងប្អូនបាទជ័យភូមិល្អផ្ទះយើងល្អធ្វើឲ្យបងប្អូនរស់នៅមានផាសុកភាពបងប្អូនរស់នៅមានផាសុកភាពធ្វើឲ្យការគិតបងប្អូនមុតស្រួយដូច្នេះរាល់អាជីវកម្មកើតចេញមកពីការសម្រាប់សម្រានកើតចេញមកពីគេថាការគិតរបស់យើងល្អប្រសើរបើសិនជាផ្ទះអត់ល្អវានឹងឲ្យផលបងប្អូនអត់ល្អកន្លងមកបងប្អូនដែលរស់នៅផ្ទះមិនល្អផ្អែកទៅលើតថភាពបទពិសោធន៍ដែលខ្ញុំបានទៅពិនិត្យនោះគឺច្រើនបាទពេលដែលយើងបងប្អូនទៅរស់នៅយូរឆ្នាំពេកការកែក៏មានការលំបាកបាទការកែមានការលំបាកជាចុងក្រោយគឺសូមជូនពរឲ្យបងប្អូនបើបងប្អូនមានសំណួរមិនទាន់យល់ច្បាស់កន្លែងចំណុចណាមួយបងប្អូនអាចធ្វើការសាកសួរតាម Telegram លេខទូរស័ព្ទនៅខាងក្រោមឬក៏ comment ចូលនៅក្នុង channel YouTube បាទម៉ោង 8 ព្រឹកបើមានពេលឬរាល់កិច្ចការខ្ញុំនឹងធ្វើការឆ្លើយតបជូនបងប្អូនព្រាបបាទសូមអរគុណ